បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយសម្រាប់ថ្ងៃហ្នឹងគឺជាថ្ងៃសម្រាលបងប្អូនគឺជាថ្ងៃអាទិត្យបងប្អូនអញ្ចឹងហើយគឺខ្ញុំអត់បានទៅណាទេបងប្អូនគឺនៅផ្ទះហ្នឹងឯងហើយធ្វើកិច្ចការងារផ្ទះពេកប៉ុកហើយឥឡូវក៏មកចេកបញ្ចប់ធ្វើអាកិច្ចការដែលយើងចូលចិត្តហ្នឹងឯងគឺអាដាំដោះរុក្ខជាតិឯហ្នឹងបងប្អូននិយាយទៅគឺជាអ្វីដែលខ្ញុំចូលចិត្តអញ្ចឹងណាហើយថ្ងៃហ្នឹងគឺខ្ញុំមកដាំកូនម្ជូរព្រឹកខ្ញុំណាបងប្អូនព្រោះដោយសារតែខ្ញុំបដោះវាដោះ3ដើមហើយបងប្អូននិយាយទៅគឺខ្ញុំបានមកបំបែកវាដាំអញ្ចឹងណានិយាយទៅគឺខ្ញុំដាក់កតោបងប្អូនដាក់10ទឹកសុទ្ធនិយាយទៅគឺដាក់10កាត់10ទឹកសុទ្ធបងប្អូនយកវាយកមកដាំអញ្ចឹងណាហើយចំពោះកូនម្ជូរព្រឹកនេះគឺវាដោះរៀងធំដែរបងប្អូននេះឡើងចូល2ច្អាមជាងហើយបងប្អូនរៀងធំដែរអញ្ចឹងណាខ្ញុំទឹមតែបានបំបែកដកវាយកមកដាំអញ្ចឹងណាបងប្អូនអានេះគឺយើងបំបែកវាដាក់10ទឹកសុទ្ធដាំវាដាក់ដលៃអញ្ចឹងណាបងប្អូនហើយចំពោះម្ជូរព្រឹកនេះគឺវាមានប្រយោជន៍ច្រើនណាបងប្អូននិយាយទៅគឺចំពោះផ្លែវាហ្នឹងគឺយើងអាចយកវាយកមកធ្វើទឹកម្ជូរព្រឹកបងប្អូនហើយក៏អាចយកធ្វើតំណាប់បានដែរអញ្ចឹងណាបងប្អូនហើយចំពោះផ្លែវាហ្នឹងដូចជាមានតម្លៃថ្លៃទៀតបងប្អូនដូចជាខ្ញុំធ្លាប់ឮគេនិយាយថា1គីឡូដូចជា50000ឯដែរបងប្អូន5-60000ឯហ្នឹងគឺវាថ្លៃអញ្ចឹងណាហើយចំពោះដូចជានៅស្រុកភូមិខ្ញុំនេះគឺវាអត់សូវមានទេបងប្អូននិយាយទៅកម្រអត់ដែរឃើញហ្មងបងប្អូននិយាយទៅអត់ដែរឃើញដាក់មានដើមម្ជូរព្រឹកហ្នឹងទេហើយចំពោះម្ជូរព្រឹកនេះគឺខ្ញុំបានសុំគ្រាប់គេយកមកដាំអញ្ចឹងណាយើងយកវាយកមកបដោះដាំទៅដោយសារតពេលខ្លះម្ជូរព្រឹកមិនមែនថាវាអាចមានគ្រប់ខេត្តទេវាមានដូចជាដោយខេត្តអញ្ចឹងណាហើយដូចជាអ្វីដែលខ្ញុំធ្លាប់ធ្វើវីដេអូកាលលោកមុនហ្នឹងគឺខ្ញុំបាននិយាយឲ្យបងប្អូនគឺខ្ញុំធ្លាប់ដឹងថាដូចជាមានខេត្តណាទេដែលគាត់ដាំម្ជូរព្រឹកយកធ្វើអញ្ចឹងណាយកធ្វើជាតំណាប់យកធ្វើជាទឹកម្ជូរព្រឹកអីលក់អីអញ្ចឹងណាគាត់ដាំច្រើនតែគាត់ថាខ្ញុំអត់ចាំថាខេត្តណាអញ្ចឹងណាបងប្អូនអញ្ចឹងបានខ្ញុំគិតថាម្ជូរព្រឹកនេះគឺវាល្អបងប្អូននិយាយទៅគឺវាមានអត្ថប្រយោជន៍ច្រើនអញ្ចឹងណាហើយអញ្ចឹងបានជាខ្ញុំសុំគ្រាប់គេយកមកបដោះដាំនឹងឯងបងប្អូនដោយសារយើងវាតំបន់ខ្ញុំនេះគឺអត់ដែរឃើញមានអញ្ចឹងណាអញ្ចឹងយើងយកមកដាំអញ្ចឹងនៅចឹងបងប្អូនបើសិនជាបងប្អូនដែលគាត់នៅផ្ទះនៅអីតនេអីចឹងទៅគាត់អាចមានតំណាំតំណោចក្បែរផ្ទះអីចឹងគាត់អាចនឹងគេហៅថាឆ្លៀតពេលដើម្បីដាំអញ្ចឹងណាចំពោះខ្ញុំនេះគឺខ្ញុំតនេនៅផ្ទះអីខ្ញុំចូលចិត្តដាំដោះតំណាំតំណោចឲ្យតែថាមានដីកន្លែងទីតាំងធំអីគឺខ្ញុំដាំហើយអានេះដោយសារផ្ទះខ្ញុំវាអត់សូវមានទីលានធំផងបងប្អូនបើមានទីលានធំគឺខ្ញុំដាំច្រើនជាងនឹងទៀតចឹងណាព្រោះថាពេលខ្លះយើងដាំដោះទៅវាល្អម្យ៉ាងដែរបងប្អូនបន្លែប្លុកអីក្បែរផ្ទះអីចឹងបើសិនយើងមានដីធំយើងដាំទៅព្រោះថាវាមានប្រយោជន៍ច្រើនដែរយើងកុំរបៀបដូចថាយើងកុំទិញគេគ្រប់របៀបដូចថាគ្រប់ទាំងអស់ចឹងណាយើងអាចមានរបស់តំណាំយើងខ្លះដើម្បីហូបចឹងទៅហើយវាអាចនិយាយបានថាវាធម្មជាតិបងប្អូនអូហ្គានិកទៀតចឹងណាយើងរបៀបដូចថាទិញគេវាគីមីច្រើនហើយពេលខ្លះយើងទិញប៉ះចំល្អទិញប៉ះចំរបស់ខ្លះវាគីមីអញ្ចឹងណាព្រោះឥឡូវនេះគឺចំពោះបន្លែប្លុកអីហ្នឹងគឺវាសវោគីមីច្រើនអញ្ចឹងណាបងប្អូនឥឡូវចំពោះការដាំរបស់ខ្ញុំនេះបងប្អូនខ្ញុំដាំរួចហើយនេះដាំកូនម្ជូរព្រឹកនេះគឺបាន3ដើមហើយ2ដើមទៀតនោះបងប្អូនគឺខ្ញុំដាំកូនម្ទេសនិយាយទៅគឺបដោះម្ទេសដល់ពេលអញ្ចឹងដាំកូនម្ទេសបាន2ដើមទៀតដែរអញ្ចឹងណាបងប្អូននិយាយទៅឲ្យតែថាមានពេលតនេឬក៏អាចបដោះអីបាននិយាយទៅបងប្អូនគឺខ្ញុំដាំរហូតអញ្ចឹងណាហើយអានេះកូនម្ទេសនឹងឯងបងប្អូននេះគឺកូនម្ទេសគឺខ្ញុំបាន2ដើមនឹងឯងហើយអាចនិយាយបានថាចំពោះបងប្អូនដែលគាត់មានពេលតនេឬក៏មានដីមានអីតលាអញ្ចឹងបងប្អូនអាចដាំដោះអីអញ្ចឹងទៅរុក្ខជាតិក្បែរផ្ទះអញ្ចឹងទៅវាមានប្រយោជន៍ល្អសម្រាប់បងប្អូនអញ្ចឹងណាឥឡូវនេះរបៀបដូចថាដាំហត់ឥឡូវគឺរបៀបដូចថាសាបមាត់សាបកបងប្អូនមកពីដាំដោះរៀងហត់តិចហើយគឺសាបមាត់សាបកគឺបានយកកទួតបងប្អូនអានេះគឺកទួតដែលខ្ញុំបេះនេះគឺខ្ញុំបេះពីកន្លែងការងាររបស់ខ្ញុំឯងនិយាយទៅនៅកន្លែងការងារខ្ញុំហ្នឹងគឺមានដើមកទួតហើយអញ្ចឹងក៏នាំគ្នាបេះចែកគ្នាហូបទៅបងប្អូននិយាយទៅបុគ្គលិកនៅក្នុងកន្លែងហ្នឹងចេះតែបេះចែកគ្នាហូបអញ្ចឹងណាអានេះគឺខ្ញុំបានយកវាយកមក
ត្រាំមិនត្រាំឯងបងប្អូនគឺគ្រាន់តែថាដាក់ក្លុកអំបិលធម្មតាអញ្ចឹងណាបងប្អូនយើងគ្រាន់តែដាក់ក្លុកអំបិលធម្មតាដាក់ស្ករដាក់ម្ទេសបន្តិចអញ្ចឹងទៅហើយយកវាយកមកហូបនិយាយទៅរសជាតិឆ្ងាញ់ណាបងប្អូននិយាយទៅសរៀងកទួតត្រាំដែរអញ្ចឹងណាគាត់ថាយើងក្លុកអំបិលវាឲ្យទុកវាចោលប្រហែលជា1 ម៉ោង 2 ម៉ោងឲ្យទៅចាំយកញ៉ាំអញ្ចឹងណាអាហ្នឹងបានវាឆ្ងាញ់ព្រោះថាធ្វើឲ្យវាសពោនបងប្អូនឲ្យវាសពោនបន្តិចចឹងទៅបានយើងហូបទៅវាឆ្ងាញ់អញ្ចឹងណាចឹងបងប្អូនអាចធ្វើតាមវិធីខ្ញុំបានគឺយកកទួតមកបងប្អូនយកដាក់ស្ករហើយបងប្អូនដាក់អំបិលម្ទេសចូលហើយក្លុកចូលគ្នាអញ្ចឹងទៅហើយដាក់ក្នុងប្រអប់បិទជិតអញ្ចឹងទៅបងប្អូនហើយបងប្អូនទុកចោល1 ម៉ោង 2 ម៉ោងយកហូបទៅគឺរសជាតិឆ្ងាញ់ហ្មងបងប្អូនចឹងអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំបងប្អូនហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន